តោះមករើរៀបឲ្យបានចូលស្តុកថ្មីថ្ងៃនេះមិនដឹងហើពីណាទៅណាទេនិយាយមក3 4កេសទៅណាគ្នាអញ្ចឹងអ្នកលក់ចង់បែកភីដែរហ្នឹងឥឡូវគោះកេស power bank មុនគេហ្មងទៅpower bank mode 12000នេះវ៉ាន់របស់ម៉ាក Hokko mode នេះខ្ញុំយកមកដោយសារតែរុន Type C វាហ្នឹងសាកចេញក៏បានសាកចូលក៏បានមានក្នុង stock រាល់ថ្ងៃវាបានតែសាកចូលវាសាកចេញក៏បាននេះសាកចេញក៏បានចូលក៏បានសម្រាប់ mode នេះវិញនេះ mode នេះប្លែកពី mode ធម្មតាទំហំថ្ម 20000 ប៉ុន្តែចំណុចពិសេសរបស់វាគឺមាន7នៅលើក្បាលហ្នឹងហ្មងហ្នឹងយើងប្រើជា7ក៏បានប្រើជា power bank ក៏បានហើយកម្លាំងសារវិញគឺ AM ហ្មង 22.5 វ៉ាត់ចំពោះពួក power bank មានខ្សែមកជាមួយនេះមកបាន2-3 mode ដែរ mode នេះទំហំថ្ម 20000 សាកលឿនដូចគ្នាប៉ុន្តែនេះមកតែ 20000 ឯងសម្រាប់ mode នេះមកទាំង 20000 មកទាំង 30000 ពួកនេះសាកលឿនមានខ្សែជាប់ជាមួយហើយធន់មាំល្អចំពោះវីដេអូថ្ងៃនេះខ្ញុំព្យាយាមធ្វើវីដេអូកាត់បង្ហាញទូទាក់ទងពីអីវ៉ាន់ដែលចូល stock ឯងបងប្អូនអត់មាន detail អីច្រើនទេនេះហ្នឹង keyboard នេះ keyboard មកតែមួយ mode ហ្នឹងទៅនេះមក mode ខ្សែសិន mousepad ក៏មកតែមួយ mode ដូចគ្នាសម្រាប់នេះយើងរៀប power bank ហ្នឹងទុកមកដុំហើយយើងចូលមកកេះបន្ទាប់និយាយទៅវីដេអូនេះខ្ញុំព្យាយាមបើកលក្ខណៈថាបើកបញ្ញាប់បើកលហន់ហើយលក្ខណៈកុំឲ្យវាស៊ីពេលច្រើនពេកនិយាយទៅវីដេអូបែងអ្នកមើលក៏ធុញអ្នកមើលថាអ្នកលក់នេះទៅបែមែនដល់ពេលអញ្ចឹងក៏យើងត្រូវបញ្ញាប់ខ្វាច់កាត់ឲ្យលឿនចំពោះកែនេះអត់មានអីសើនេះមានតែជើងតម្រោះទូរស័ព្ទនេះជាវ៉ាន់របស់ម៉ាក XO brand Hong Kong បងប្អូនហើយឥឡូវយើងចូលមកកេះចុងក្រោយសម្រាប់ថ្ងៃនេះកេះចុងក្រោយនេះអាចចង់ដៃមិញគឺវ៉ាន់បន្ទាប់ជើងតម្រោះទូរស័ព្ទពួកនេះកចាប់ពីជាហៀងមិញកចាប់ធម្មតាជាហិតមួយសិនទៀតអត់មានអីច្រើនទេក្នុងកេះវ៉ាន់នេះឥឡូវខ្ញុំបង្ហាញទូទេនេះយើងវ៉ាន់មកដល់យើងបង្ហាញទូទេដូចបែក Lightning ទៅ Type C ក៏មាន OTG ក៏មានដែរ OTG pad Type C និយាយទៅអីវ៉ាន់វានៅញ៉ៃច្រើនបងប្អូននេះខ្ញុំបង្ហាញទូឲ្យមើលសិនអញ្ចឹងណានិយាយទៅសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាតម្លៃនៃវ៉ាន់មួយខាងខ្ញុំនឹងផុសនៅលើ page តាមក្រោយអញ្ចឹងកុំភ្លេចតាមដានមើលទាំងអស់គ្នា